សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះហេងសុវណ្ណខ្ញុំមានតួនាទីជាប្រធានក្រុមនិងតំណាងឲ្យក្រុមកសិកម្មឆ្លាតវៃផងដែរក្រុមកសិកម្មឆ្លាតវៃមានសមាជិកទាំងអស់សរុបចំនួន5រូបហើយត្រូវបានបង្កើតឡើងបន្ទាប់ពីយើងខ្ញុំទាំងអស់គ្នាបានចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលរយៈពេលវែងរបស់អង្គការយុវសន្តិភាពហើយបន្ទាប់ពីយើងខ្ញុំទាំងអស់គ្នាបានសិក្សារៀនសូត្រនៅវគ្គទ្រឹស្ដីទាំង7វគ្គចប់នៃគម្រោងនេះរួចមកយើងខ្ញុំទាំងអស់គ្នាក៏បានសម្រេចចិត្តប្រម៉ែប្រមូលមតិគ្នាស្រោះស្រួលបង្កើតឡើងនៅគម្រោងមួយដែលមានឈ្មោះថាគ្រួសារខ្មែរបន្លែធម្មជាតិចម្រុះក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់ការបរិភោគបន្លែធម្មជាតិនិងជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងក្រុមកសិកម្មឆ្លាតវៃបានធ្វើការចុះអនុវត្តនូវសកម្មភាពសំខាន់ចំនួន7ដែលសកម្មភាពទី1គឺជាការចុះបរិមាណតម្រូវការសហគមន៍ដោយយើងបានធ្វើការចុះសារសួរចំណេះដឹងរបស់ប្រជាពលរដ្ឋផ្អែកទៅតាមគម្រោងសំណួរចំពោះសកម្មភាពទី2ពួកយើងបានធ្វើការជ្រើសរើសក្រុមគោលដៅនិងចុះបណ្ដុះបណ្ដាលស្ដីពីផលប៉ះពាល់នៃបន្លែគីមីអត្ថប្រយោជន៍នៃបន្លែធម្មជាតិនិងបច្ចេកទេសដាំដុះបន្លែធម្មជាតិចម្រុះចូលមកដល់សកម្មភាពទី3វិញពួកយើងបានធ្វើការចែកជូនសម្ភារៈជូនដល់ក្រុមគោលដៅដែលពួកយើងបានជ្រើសរើសសម្រាប់ជួយទៅដាំដុះបន្លែធម្មជាតិក៏ដូចជាបានចូលរួមរៀបចំសួនបន្លែជាមួយនឹងក្រុមគោលដៅផងដែរនៅក្នុងសកម្មភាពទី4ពួកយើងបានធ្វើការចុះវិតម្លៃពាក់កណ្ដាលគម្រោងក្នុងគោលបំណងវាស់វែងចំណេះដឹងរបស់ក្រុមគោលដៅនិងត្រួតពិនិត្យមើលការប្រើប្រាស់សម្ភារៈរបស់ក្រុមគោលដៅក្រោយពេលទទួលបាននៅក្នុងសកម្មភាពទី5ពួកយើងបន្តចុះត្រួតពិនិត្យមើលការលូតលាស់របស់បន្លែនិងធ្វើការប្រជុំអនុញ្ញាតឲ្យក្រុមគោលដៅអាចផ្លាស់ប្ដូរចំណេះដឹងរវាងគ្នានឹងគ្នាហើយនឹងចែកជូនទៅគ្រាប់ពូជបន្ថែមសម្រាប់ឲ្យក្រុមគោលដៅយកទៅដាំដុះបន្លែបន្តទៀតបានចូលមកដល់សកម្មភាពទី6ពួកយើងបានធ្វើការចុះវិតម្លៃពាក់កណ្ដាលគម្រោងនិងចូលរួមប្រមូលផលជាមួយនឹងក្រុមគោលដៅថែមទៀតផងធម្មជាតិពិតណាអត់មានជាតិគីមីទេចំពោះសកម្មភាពចុងក្រោយពួកយើងបានធ្វើការចោទធ្វើបទបង្ហាញអំពីលទ្ធផលជូនទៅដល់មេឃុំមេភូមិនិងក្រុមគោលដៅអំពីលទ្ធផលក្នុងរយៈពេល3ខែមកនេះបងអស់ចូលចាំមួយយើងចូលគោលដៅនៃក្រុមបង្ហាញនៅទីប្រវត្តិភូមិវិទ្យាភូមិសុតូតែតាមបណ្ដាធម្មជាតិនេះសូមថ្លែងអរគុណដល់ក្រុមអង្គការរបស់អូនដែលមានចំណាប់អារម្មណ៍ជ្រើសរើសយកក្នុងការប្រឡូកក្នុងភូមិទាំង3នេះជាតំបន់គោលដៅបើសិនជាថ្ងៃក្រោយមានគម្រោងឬក៏មានអង្គការណាដែលគេចាំបង្កើតជាជំនួយជួយដល់ភូមិឃុំសូមឲ្យអូនជួយផ្សព្វផ្សាយឬមួយក៏អូនទៀតមានគម្រោងអ្វីអាចបង្កើតនៅភូមិបង្កើតយើងឲ្យបានមានជាបន្តទៅទៀតបាទសូមអរគុណជាចុងក្រោយខ្ញុំបាទសូមអរគុណទៅដល់អង្គការយុវសន្តិភាពដែលបានគាំទ្រនិងឧបត្ថម្ភមកកាន់ក្រុមពួកខ្ញុំក្នុងការអនុវត្តគម្រោងមួយនេះ